ជំរាបសួរប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការបង្កើត form ហើយពីវីដេអូមុនក៏ខ្ញុំបានលើកមកខ្លះៗដែរហើយឥឡូវយើងនឹងបន្តក្នុងការអនុវត្តគោលលំហាត់ក្នុងការបង្កើត form ជាមួយខ្ញុំទាំងអស់គ្នាឥឡូវចូលមកក្នុងឈ្មោះ file ដែលខ្ញុំបានដាក់ថា beginner student level 1 នេះហើយយើងចុចលើវាមកតើមកក៏វាមាន table ហើយនឹង query ហើយ form អញ្ចឹងគឺមុននឹងឈានដល់ការបង្កើត form គឺយើងត្រូវមាន table query ដើម្បីបង្ហាញនៅលើ form ពេលដែលយើងបញ្ចូលពី form ទៅវាទុកនៅក្នុង table ហើយខ្ញុំក៏បានបង្កើត table មួយដែលមានឈ្មោះថា tbl product ហើយខ្ញុំបានបញ្ចូលទិន្នន័យមួយចំនួននៅក្នុងនេះហើយទាក់ទងជាមួយនឹង data type យើងមានជា currency ជា number ជា short text អញ្ចឹងទៅឥឡូវចូលមកបង្កើតជាមួយខ្ញុំទាំងអស់គ្នាមុនដំបូងយើងចុចលើ tbl product ហើយយើងយកពាក្យ create ទៅមកទៀតយើងរកមើលថា form wizard blank ហើយយើងចាំរៀនក្រោយទៀតអ្វីដែលសំខាន់ទាក់ទងជាមួយនឹង form wizard ដែលងាយស្រួលដែលអាចថាជាការនិយមប្រើក៏បាននៅក្នុង form ហ្នឹងដើម្បីយើងចុចលើវាទៅហើយវានឹងបង្ហាញប្រទាំងនេះយើងយកឈ្មោះថា tbl product ហើយយើង select យក product id product name product unit price unit in stock unit in order discounting discount ដើម្បីយើងចុច next ហើយនៅក្នុងនេះវាឲ្យមាន4ជម្រើសtabular ខ្ញុំយកអាហ្នឹងទៅដើម្បីដែលយើងបង្ហាញទៅជាតារាង stock ហ្នឹងតើមកទៀតយើងចុចnext ហើយយើងដាក់ឈ្មោះឲ្យវាមកយើងមក form យើងដាក់អក្សរកាត់វា r f r m អញ្ចឹងទៅហើយយើង finish តើមកវាបានលក្ខណៈដូចនេះដោយសារយើងបានបញ្ចូលទិន្នន័យមួយចំនួនហើយក៏វាមិនទាន់ជាស្អាតយើងត្រូវរៀបចំវាឲ្យមានថាមើលទៅវាស្អាតជាងនឹងមកយើងចុច mouse ស្ដាំយក design view មកហើយយើងdesign យើងទាញវាទៅណាដើម្បីរៀបចំវាឲ្យស្អាតឥឡូវខ្ញុំនឹងទាញនេះយើងដាក់ទៅតាមប្រភេទវាមកឧទាហរណ៍ថាខ្ញុំរៀបចំនេះឲ្យស្អាតយើងដាក់ទៅតាមឈ្មោះវា product id product name ទាញវាខ្លីក្រាន់មកទៅមកទៀត unit stock ក៏យើងទាញវាឲ្យខ្លីល្មមយើងមើល font វាយើងដាក់ឲ្យវានៅខាងស្ដាំមកតទៅទៀតយើងមាននេះក៏យើងត្រូវទាញវាយ៉ាងម៉េចឲ្យស្អាតនេះ stock
នេះក៏ដូចគ្នាដែរយើងទាញវាចឹងយើងត្រូវដាក់វានៅខាងស្ដាំទាំងអស់ទៅមើលទៅស្អាតតង់ទៀតយើងមើលទៅទាញវាទាញទៅឲ្យត្រូវគ្នាជាមួយនឹងធំនេះហើយយើងដាក់នេះចេញទៅទាក់ទងនេះក៏ដូចគ្នាដែរយើងត្រូវទាញវាហើយយើងមើល font វាដាក់ឲ្យវាមកខាងស្ដាំតម្រិនខាងស្ដាំហ្នឹងមកប៉ុណ្ណឹងមកចឹងយើងរៀបចំវាឲ្យមើលទៅស្អាតស្រួលយើងធ្វើការទៅលើទិន្នន័យហើយយើងអាចមានភាពងាយស្រួលsave មួយទៅមកទៀតយើង form design យើងត្រូវពី add existing field ហ្នឹងមកហើយយើងទាញ select លើវាមកហើយយើងទាញយកវាមកដាក់ពីក្រោមហ្នឹងមកខ្វែងវាចោលយើងមើលបណ្ណាដែលយើងគិតថាល្មមយើងទាញឲ្យវានេះក៏ដូចគ្នាទាញឲ្យវាស្មើគ្នាគេហៅថាអ្នក design គឺត្រូវតែរៀបចំឲ្យស្អាតដើម្បីមើលទៅគឺភាពទាក់ទាញហើយទាញវាមកវិញបន្តិចដើម្បីផុតអានេះបើវែងខ្លីយើងទាញឲ្យស្មើគ្នានេះក៏ដូចគ្នាដែរយើងទាញឲ្យស្មើជាងមកឥឡូវយើងបាន form មួយហើយយើង save ហើយយើងត្រូវសរសេររូបមន្តនៅលើ form ហ្នឹងពេលយើង view មកវាអត់ទាន់មានអីទេ00អញ្ចឹងណាភាសាអត់ទាន់បានធ្វើការគណនាទេឥឡូវយើងចូលមក form ដែរហើយ design រូបមន្តវាគឺមិនជាស្មុគស្មាញប្រហែលទេយើងចុចសញ្ញាស្មើនិង total unit stock យើងដាក់សាំមកតែមកយើងបើកពងចោលបើកដង្កៀបហើយយើងវាយ unit in stock អញ្ចឹងមក in stock ហើយបិទដង្កៀបមកវិញណាបិទពងចោលនេះក៏ដូចគ្នាដែរនេះយើង count យើងដាក់សញ្ញាស្មើ count ហើយបើកពងចោលបើកដង្កៀប count យើង count product name ណា product name ហើយយើងបិទដង្កៀបបិទពងចោលវិញនេះដូចគ្នាដែរដាក់សញ្ញាស្មើសញ្ញាស្មើដាក់ mark អញ្ចឹងទៅ mark បើកពងចោលបើកដង្កៀប mark អីគេធំ unit in stock ហើយបិទដង្កៀបហើយបិទពងចោល min យើងដាក់សញ្ញាស្មើហើយ min ធម្មតាយើងវាយតូចទាំងអស់ទៅ min ហើយបើកពងចោល
đừng kịp máu hay unit stock unit in stock bật đừng kịp bật đừng chọn nè hơi dương sale về môi hơi view về máu chân lấy nên bên bánh hà đối với Squall chân dương chôn tầm mờ design hết ấy bạn Squall dương mờ mất count dương plate so thi muối count miền thi là dương mờ chuông tao ai nào tao ở hái bây giờ dương plate so mùi tú chấm lấy cứ dương bàn chanh hái anh ấy cứ srop này total srop hay từng ở miền của muối ở miền pram rô này miền pram rô hay mark thom bấm pot cứ sập thôi bấm pot cứ đọc nhưng tarif via art lên ít dương select từng ở máu dương đã về màu khang đại màu khang chuyên khang sẽ đầm chân máu đại màu khang sẽ đầm đây tại nãy dương format về chừng cho property sheet dương taro mở format này để dương vô chia $, đi chia currency chẳng dương rồi mở $, hai dương sale bật đi chào một phần nốt về chia product chẳng chia number thầm đa lấy cái dương bàn phần này drop hay count product name miền from row from record chẳng dương việc là dương click về này thà cho tầm lái về kiện này tạm nặng đá nhưng discounting hay chẳng ta chẳng cứ về bên cho tầm lái tạm nặng về kiện này bây giờ này lại chẳng ta record bây giờ chúng ta phải lên những bạn vô để cho tầm lại vào mạng xôn chuột môi xôn chuột pram chẳng tới chẳng cả đại dương tôn nâng phơ rất có bằng cát form nó cứ miền phiệp nghề sưu chẳng nhưng ai bên châu trên châu perform bên châu tình này perform có bán rất là dân mà này tha dân ai mơ từ đây miền phiệp nghề sưu rồi như bên châu đôi chiếc nhầm trao thêm speaker mùi nữa mà speaker tâm lại về $4 chẳng thế đấy unit price hay chẳng nhiều pram dương bạn order đấy hay chẳng dương in stock ai tự tôn nâng cho tầm lái nhưng như xôn cho mùi ta đá xôn cho mùi chẳng cứ về là dương discount nên ta tôi import cứ pram min nâng tôi import thom import
វា500ចឹងតើចឹងការបង្កើត form នឹងមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើន